ហ្នឹងហើយហ្នឹងប្រហែល2នាក់ហ្នឹងហើយអញ្ចឹងខ្ញុំអត់ទាន់ចេញទៅមួយ Inter Milan ទេអញ្ចឹងថ្ងៃនេះយើងតមកមេរៀនយើងទៅជាមួយនឹងការពី slide ទី1យើងមិនរៀនទៅមួយ basic switch configuration ទៅលើ end device អញ្ចឹងទៅប៉ុន្តែឥឡូវខ្ញុំមកបង្ហាញទៅជាមួយនឹង basic នៅលើ router configuration វិញអញ្ចឹងទៅមួយ slide ហ្នឹងយើងដឹងហើយទៅមួយ router វាមានមុខងារច្រើនជាង switch អញ្ចឹងយើងចូលមកកាន់ slide របស់យើងហ្នឹងហើយអញ្ចឹងតើតងជាមួយនឹងslide នេះគឺ module title តើតងមួយ basic router configuration ហើយតើតងមួយ module objective ហ្នឹងគឺសំដៅទៅលើ implement and initial setting initial មានន័យថាជាឧបករណ៍ដំបូងអីចឹងដែលយើងភ្ជាប់ជាមួយនឹង router ឬក៏ទៅ end device ចឹងទៅដូចជា computer router computer ឬក៏ switch ឬក៏ device Wi-Fi ផ្សេងទៅដែលយើងភ្ជាប់ជាមួយនឹង router ហ្នឹងហើយតើតងជាមួយនឹងចំណុចទី1គឺ config ទៅលើ router setting អាហ្នឹងគឺយើង config ទៅលើ setting iOS on Cisco router ហ្នឹងហើយតើតងជាមួយនឹងចំណុចទី2គឺ config interface config ពី device interface នៅលើ Cisco iOS router ហើយចំណុចទី3គឺយើង config ទៅលើ default gateway ទៅលើ config ទៅលើ device ហើយប្រើ gateway ហ្នឹងដើម្បីយើង communication ពី side ម្ខាងទៅកាន់ side ម្ខាងទៀតដើម្បីឲ្យយើងស្គាល់គ្នាបានអញ្ចឹងនៅពេលដែលខ្ញុំចេញ slide មួយទៀតទៅមួយយើង config Inter VLAN គឺយើងត្រូវរៀន slide ហ្នឹងដើម្បីឲ្យយើងយល់ទៅលើ basic ទៅលើ router អញ្ចឹងណាថាតើវាមានoption ឬក៏វាមានមុខងារគេខ្លះដែលយើងអាច config នៅលើ router អញ្ចឹងយើងចូលមកកាន់ slide ទីបន្ទាប់យើងទៀតមកទី3ហើយដូចការពី slide មុនគឺ configuration តាក់ទងជាមួយនឹង switch ឬក៏ router អីវាស្តៀងគ្នាទេអញ្ចឹងតាក់ទងជាមួយនឹងនេះគឺ basic router configuration step អញ្ចឹងដើម្បីឲ្យយើងអាច config ទៅលើ device មួយបានគឺយើងត្រូវមាន step នេះ step ទី1គឺយើង config ទៅលើ device name ហើយយើង secure ទៅលើ privilege exit mode ហើយមួយទៀតទៅ secure នៅលើ user exit mode ដែរហើយមួយទៀតគឺយើងsecure ទៅលើ remote telnet ហើយនិង SSH access ហើយមួយទៀតគឺយើង encrypt or plain text នៅលើ password របស់យើងដែរហើយមួយទៀតគឺយើង provide legal notification ហើយនឹងជាមួយនឹង save configuration នៅលើ device router របស់យើងហើយនៅពេលដែលយើងចូល config hostname គឺ command វាគឺយើងប្រើ hostname យើងចូលនៅក្នុង global configuration mode ហើយយើង config ទៅលើ hostname បន្ទាប់ពីយើង config hostname ហើយគឺយើងត្រូវ enable secret password ដើម្បីនៅពេលដែលយើងបើក router ហ្នឹងមកដល់ពេលដែលយើង enter គឺវាទាមទារយើងដាក់ password ហើយដល់ពេលដែលយើងបង្កើត line console ហ្នឹងគឺយើងដាក់ password ហើយវានឹងចូល password ឧទាហរណ៍ថាយើងដាក់ password admin ហើយបន្ទាប់មកយើង enable secret password admin មួយទៀតមកដល់ពេលដែលយើង enter វាឲ្យយើង enable ហើយយើងដាក់ password admin ហ្នឹងមកគឺវាចូលតាម step របស់យើងចឹងដូចគ្នាហើយមួយទៀតគឺយើង config ទៅលើ line v device អញ្ចឹង line v device គឺ
dương cầm nó từ là ca remote 8 Telnet tôi có ai sẽ như này chẳng comment phổ biến cứ line video vái xấu nâng đọt lý mất cứ dương sinh nhà lệnh 4 cứ dương ai sẽ remote nước ai cho nên phải nè yeah cái slide món cứ dùng show แผบ tha 10 แผบ ប៉ុន្តែតើតើមួយ slide នេះគឺយើងដាក់ចំនួនប្រមាណនេះដើម្បីយើង remote access ហ្នឹងណា yeah sẽ thìយើងកំណត់ទេតាមស្ថាប័នរបស់យើងបើយើងនៅក្នុងនឹងមាន IT 3នាក់ឬក៏4នាក់ឥឡូវយើងដាក់តាមនឹងមក0ឬក៏លេខ3មកដកគ្នាមកគឺយើងអាច access បានចំនួនប៉ុណ្ណឹងនេះហ្នឹងហើយហើយតើតើជាមួយនឹងយើង config password ទាំងអស់ទាំង line VDY ទាំង line console អីហើយគឺយើងត្រូវតែប្រើ service password encryption នេះដើម្បីយើង encrypt password កុំឲ្យខាង hacker គាត់ចូល switch របស់យើងបានពេលហើយគឺស្គាល់តែ show config running show នៅលើគោកមកអញ្ចឹងencrypt password ហ្នឹងអូខេតាក់ទងជាមួយនឹងអាហ្នឹង line video device ហ្នឹងគឺយើងឲ្យ remote តាមSA ឬក៏ Telnet យើងប្រើតាម IP ទេ line console គឺយើងប្រើអានេះផ្សេងយើង config មកតង់ហើយដល់ពេល line video device គឺយើង config ទៅលើ transport input យើងដាក់ SA ឬក៏ Telnet មកដើម្បីយើង access ទៅកាន់ពីកុំព្យូទ័រមួយគឺស្គាល់ IP ផង router គឺយើងប្រើតែ IP ផង router ហ្នឹង access ពីកុំព្យូទ័រទៅកាន់ router មកគឺអូខេសំខាន់ឲ្យតែស្គាល់ username និង password router ហ្នឹងណាCisco switch ក៏បានហើយនឹងនៅលើ router ក៏បានដែរអត់ទេstep យើងនេះគឺយើងសំដៅទៅលើយើង config access តាម ASH ឬក៏ Telnet អញ្ចឹងណាពេល line ហ្នឹងហើយអត់និយាយរួមវាប្រើតាម network ឥឡូវឧទាហរណ៍ថាយើង config ឥឡូវឧទាហរណ៍ថាយើង PC របស់យើង ping ស្គាល់ទៅកាន់ router ទៅអត់ប្រើខ្សែទៅអត់អញ្ចឹងយើងគ្រាន់តែចូលក្នុងកុំព្យូទ័រយើងវាយ Telnet ឬក៏ SH មកបន្ទាប់មកយើង access ទៅគឺវារត់ទៅកាន់ access ទៅកាន់ router អញ្ចឹងដល់ពេលវា load ឲ្យយើង access បានគឺយើងត្រូវតែដាក់ username ហើយនិង password បាទ access ទៅកាន់ switch ឬក៏ routerហ្នឹងហើយឥឡូវចេះខ្ញុំបញ្យល់ម្ដងទៀតតាក់ទងមួយ line console ហើយនិង line video device អញ្ចឹងតាក់ទងមួយ line console នៅពេលដែលយើងអត់អាចកុំព្យូទ័រយើងនេះសុកមុនដំបូងយើង ping ទៅកាន់router នឹងបានទេកុំព្យូទ័រយើង ping ស្គាល់ទៅកាន់ router ឯងប៉ុន្តែសុកយើងអត់អាច remote ទៅបានទេ ping ទៅ router នឹងក៏អត់ស្គាល់ដែរអញ្ចឹងយើងមិនត្រូវយកខ្សែ console នឹងយកទៅដោតជាមួយនឹង router ឬក៏ switch ហ្នឹងមិនប្រើ password នឹងបានបង្កើតនេះអានោះប្រើខ្សែ console ហើយតាក់ទងជាមួយនឹង line video device គឺយើង
remote ទៅតាម SA ឬក៏ Telnet អញ្ចឹងនៅពេលដែលយើងកុំព្យូទ័ររបស់យើងនេះដោតខ្សែ network នេះនៅក្នុង LAN របស់យើងដល់ពេលទៅយើង ping ទៅកាន់ router ស្គាល់អញ្ចឹងយើងគ្រាន់តែប្រើ IP ផង router ដែលយើង ping ស្គាល់នេះយើងដាក់ Telnet ឬក៏ SA ទៅយើងពេលដែលយើង enter access ទៅគឺវាបើយើង ping ស្គាល់ទៅកាន់ router ដល់ពេលដែលយើង access ហើយវាទាមទារយើងដាក់ password ហើយនឹង username និង password ផង router ហ្នឹងដើម្បីយើងអាចប្រើបានណាយល់នៅHello Hello
lỗ lưới nữa nó nắng nó sọc mất nó có bot nó có bot ok chẳng dương to tiết bá lớn mà vậy ok chẳng nhưng mà chẹo mà nó tiết theo tôi mùi line console nhưng còn fix line console nó cứ dương đời xa tại dương bắt ai remote pi computer dương từ can router rồi có switch bán cứ dương thử dương cần fix console đâm bây dương pra sai console đâm bây dương cần fix ai cho từ can router rồi có switch dương bàn hay để tôi chúng mình đang line console nó cứ dương cần fix vía đâm bấy dương ai remote 8 SA được có Ethernet bàn còn fix line console đang hay nó pi đại dương computer vào dương nè pin score từ can router chẳng cứ dương ai pra SA được có Ethernet làm bay chuyển núa vì dương pra sai console đó như này chẳng nó bây là dương ping score computer dương nè ping score từ can router chẳng dương còn là pra SX được có Ethernet hơi dương đặt IP von router dương là xe tới nó bây là dương là xe hai viên lô dương đặt password anh nó cứ dương ai pra để tôn cho mình Ethernet được có SA được bán này anh lấy dương công tôn cho rừng nằng để tôi mới dương còn fix tôi lơ SA năng Ethernet cứ dương năng cho tất cả slide và to tiếtឬក៏យើងទៅដល់ទឹកក្រោយគឺយើងអាចនឹងដល់មេរៀននឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងយកតាមដំណាក់កាលអូខេបាទអញ្ចឹងយើងចូលមកកាន់ slide មួយទៀតអញ្ចឹងតើតោនេះអាមុនគេexplain យើងទៅលើcommand line មួយអញ្ចឹងមួយនេះគឺយើងសំដៅទៅលើយើង config ទៅលើ basic នៅលើ router ហើយតាម command line ហ្នឹងមកបន្ទាប់មកវាខាងគេឲ្យយើង save ទៅទៅមួយ configuration ហ្នឹងនៅលើ NVRM ហើយតកតងជាមួយនឹង command line មួយហ្នឹងគឺទី1យើង create hostname enable secret password config line device config line console ហើយនឹង password login ហើយយល់ step យើងដំបូងទៅពេលដែលយើង config device មួយគឺយើងត្រូវប្រើ step ហ្នឹងហើយតើតងជាមួយនឹង banner mode នេះអញ្ចឹងគឺយើងអាចយកព័ត៌មាន detail នៅខាងលើនេះក៏យើងអាចយកទៅដាក់បានហើយក៏យើងអាចយកពីព័ត៌មានរបស់យើងដាក់នៅក្នុង banner mode ហ្នឹងក៏បានដែរហើយបន្ទាប់ពីយើង config ឲ្យអស់យើង exit មកគឺយើងចូលមកកាន់ privilege mode យើងប្រើ command cell ទៅកាន់ NVRM ហ្នឹងគឺ copy running config and startup config ហើយយើងអាចប្រើ command មួយទៀតបានគឺ cell ប្រើ command write វា cell ដូចគ្នាដែរហើយហ្នឹងហើយយើងចូលមកកាន់ slide មួយទៀតអញ្ចឹងតកតងជាមួយនឹងយើងយល់ដឹងពីយើង config ទៅលើ configuration basic ដំបូងហើយអញ្ចឹងចំណុចមួយទៀតគឺយើងទៅលើ config ទៅលើ router interface អញ្ចឹងយើងដឹងថា computer របស់យើងដោតពី switch មួយហើយ switch មួយទៀតគឺដោតទៅកាន់ router អញ្ចឹង interface ហ្នឹងយើងត្រូវយល់ដឹងថាតើ interface ដែលយើងបានដោតហ្នឹងគឺ interface 0 interface ឬក៏ gigabit 0/1 ឬក៏ 0/2 អាហ្នឹងវាដល់ពេលដែលយើង config ហើយដល់ពេលដែលយើង config ហើយអស់នេះយើង follow តាម interface ហើយប្រភេទ type របស់វាថា gigabit ឬក៏ fast ethernet ហើយបន្ទាប់មកគឺយើងត្រូវប្រើ command decryption នេះគឺសំខាន់ដោយសារបើសិនជា link នឹងដាច់ដល់ពេលដែលយើង link នឹងដាច់ដល់ពេលយើង show interface មកថាតើ interface នឹងដាច់មែនហើយទីតាំងវានៅណាជាងយើងអាចងាយស្រួលរកទៅលើអ្វីដែលយើងបាន decryption នេះដូចបង្កើតឈ្មោះ
interface មួយហ្នឹងចឹងណាហើយមួយទៀតគឺយើងត្រូវកសាញ IP address IP address IPv4 address ហើយនឹង subnet មកហើយ IP អូខេsorryអត់ទេdecryption ណាដូចយើងដាក់ព័ត៌មានសម្រាប់ interface មួយហ្នឹងណា decryption ណែ decryption នេះគេដាក់ថា it's good to practice to use decryption command to add information about the network connection to interface នេះគេ it's good practice ហើយដល់ពេលដែលយើងដាក់ IP decryption ឲ្យអស់គឺយើងត្រូវប្រើ command no shutdown ដើម្បីយើងបើក interface ហ្នឹងឲ្យវា active បើយើងអត់ឲ្យ active ទេគឺយើងអាចcommunication ទៅកាន់ PC ផ្សេងបានឬក៏ switch អីបានទេអញ្ចឹងយើងត្រូវ no shutdown រាល់ដែលយើង config នៅលើ interface ណាក៏ដោយគឺយើងត្រូវ no shutdown ដើម្បីបើក interface ហ្នឹងអូខេអញ្ចឹងយើងទៅកាន់ slide យើងមួយទៀតអញ្ចឹងនេះគឺគេបង្ហាញទៅតមួយរូបដែលយើងត្រូវ config នៅលើ interface router ហ្នឹងហើយអញ្ចឹងគេដាក់ថា command to config ទៅលើ interface gigabit 0/0/0 នៅលើ router ដែលវាបានបង្ហាញនៅខាងក្រោមនេះអញ្ចឹងយើង follow ទៅតាមអ្វីដែលគេបានដាក់មកអញ្ចឹងឧទាហរណ៍ថា gigabit យើង config នៅលើ gigabit 0/ កន្លែងចុចមួយនេះមានន័យថាហ្នឹងគឺជា gateway ឬក៏ IP ដើម្បីយើងកំណត់ពី IP អញ្ចឹងឧទាហរណ៍ថា /24 អញ្ចឹងយើងត្រូវដក network មួយនិង broadcast មួយ network នោះគឺសំដៅទៅលើ IP 192.168.10.0 អាហ្នឹងជា network ទី1ហើយនៅពេលដែលយើងbroadcast ហ្នឹងគឺសំដៅទៅលើអា255កតុយចុងក្រោយអញ្ចឹង/24ហ្នឹងគឺយើងប្រើបានតែត្រឹមពីលេខ1រហូតដល់254ទេហ្នឹងអាហ្នឹងសម្រាប់យើង config ទៅលើ interface ហ្នឹងហើយបន្ទាប់ពីយើង config ទៅលើ interface ហើយយើងដាក់ decryption នេះអញ្ចឹង link to LAN អញ្ចឹង link to LAN នៅកន្លែងណាគឺអញ្ចឹងដូចជានេះគឺក៏ LAN របស់យើងខាងនេះក៏ LAN របស់យើងដែរហ្នឹងគេហៅ LAN ណាអញ្ចឹងបន្ទាប់ពីយើងដាក់ IP address ហើយយើង no shutdown បន្ទាប់មកយើង exit អញ្ចឹងដល់ពេលដែលយើងដូរពី interface ហ្នឹងដល់ពេលដែលយើង no shutdown interface ហ្នឹងមុនដំបូងគឺវា down ដល់ពេលហើយយើងដូរដាក់ no shutdown status វា load ទៅ up ឃើញអត់នេះ change status to up អាហ្នឹងអញ្ចឹងដូចយើង config ម្សិលមិញអញ្ចឹងយើង config ហើយ interface វាពណ៌បៃតងមែនប៉ុន្តែដល់ពេលដែលយើង no shutdown interface ហ្នឹងមិន load ទៅ crowd load ទៅ crowd ហ្នឹងវាមកក្រហមមែនហ្នឹងមានន័យថាយើងបើក port ហ្នឹងហើយឲ្យវា active Hello លឺបាទហ្នឹងហើយនៅក្នុង router យើងmeeting តាមទូរស័ព្ទមែនអូខេអញ្ចឹងយើងមកកាន់ slide មួយទៀតអញ្ចឹង slide មួយនេះគឺយើងនៅលើ gigabit 0/1 អាមុនគឺ 0/0/0 ហើយនេះ G 0/0/1 អញ្ចឹងនៅលើ interface ខាងនេះអានេះ interface ខាងនេះអានេះ interface ខាងនេះអញ្ចឹងមានន័យថានៅពេលដែលយើង config យើងដាក់ decryption link to LAN អញ្ចឹងមានន័យថាយើងឈរនៅកន្លែង interface gigabit 0/1 ហ្នឹងគឺកន្លែងនេះ LAN របស់យើងហើយកន្លែងនេះណាហើយបន្ទាប់មកបើយើងចូលទៅលើ interface gigabit 0/0/1 នេះអញ្ចឹង
ដាក់ description នេះ link to router 2 នេះអញ្ចឹងមកកាន់ link មកកាន់ R2 នេះអញ្ចឹង IP របស់វាគឺនៅខាងលើនេះ 209.165.200.225 ហ្នឹងហើយកតុយនៅខាងក្រោយ subnet mask នេះ /30 នេះគឺយើងអាច252នេះហើយយើងបើក interface ដូចគ្នាមកយើងដាក់ IP ហើយគឺយើង no shutdown ដូចគ្នាអញ្ចឹងយើងទៅកាន់ slide យើងមួយទៀតអូខេអញ្ចឹងនេះគឺយើង comment យើង verify ទៅលើ interface configuration យើងអញ្ចឹងនៅពេលដែលយើង config ឲ្យអស់គឺយើងត្រូវ verify ថាតើយើង config នឹងត្រឹមត្រូវឬក៏ខុសយ៉ាងទៅហើយយើងប្រើ comment show IP interface brief មកអញ្ចឹងគឺវា show ឲ្យយើងបញ្ជាក់វា specific នៅលើ gigabit ហ្នឹងមក interface gigabit ណា 0 gigabit 0/0 ហើយនឹង gigabit 0/1 នេះយើងបើកឲ្យ protocol វា up status វា up អញ្ចឹងមានន័យថាយើង config ត្រឹមត្រូវហើយ show IP v6 interface brief ហ្នឹងក៏វា show ដូចគ្នាដែរអាហ្នឹងទៅតងជាមួយនឹងយើង verify ហើយបើយើង verify ទៅយើង config ខុស IP អីគឺshow IP interface brief ហ្នឹងគឺវាឲ្យយើងមើលថាតើ interface ហ្នឹងយើង config ត្រូវអត់យើងមិន show running ណា show running វា show running config ហ្នឹងមានន័យថាដល់ពេលដែលយើង show ទៅវា list down មកច្រើនអញ្ចឹងដល់ពេលដែលយើង show IP interface brief ហ្នឹងមានន័យថាយើង specific ទៅលើតែ interface ទេអញ្ចឹងវា show មកប៉ុណ្ណឹងយើងចូលមកកាន់ slide យើងមួយទៀតអញ្ចឹងអានេះគឺ comment verify comment យើងទាំងអស់សម្រាប់ដែលយើងត្រូវដល់ពេលដែលយើងconfig ខុសឬក៏វា down interface អីអាហ្នឹងគឺ comment ហ្នឹងអាចជួយយើងបានច្រើនណា so IP interface brief so IP VLAN 6 interface brief ហើយ so IP route so IPv6 routing IPv6 route អញ្ចឹងទៅហើយ so IP interface ហើយមួយទៀតយើង so IPv6 interface អាហ្នឹងតកតងជាមួយនឹងយើង display ទៅលើ interface ទាំងអស់ដើម្បីយើងងាយស្រួលនឹង troubleshoot អីចឹងទៅអាហ្នឹងវា command តកតងយើងមើល verify ហ្នឹងហើយអានេះគឺយើងនឹងចូល lab នៅពេលសប្តាហ៍ក្រោយយើងនឹងចូល lab ហើយខ្ញុំនឹងបញ្យល់យើងតកតងជាមួយនឹងconfig ទៅលើ inter VLAN អីចឹងទៅហើយយើងប្រើ command show នេះដើម្បីយើង show មើលថាតើយើង config ទៅលើ inter VLAN routing ហ្នឹងថាតើយើង config ត្រូវអត់អញ្ចឹងយើងប្រើ command ហ្នឹងដើម្បី show ដែរទី1យើង show VLAN brief ហើយនឹង show IP interface brief ហ្នឹងដែរជួយយើងបានច្រើនណាហើយយើង show IP interface ហ្នឹងហើយដល់ពេលដែលយើង show IP interface មកគឺវាចេញចេះអញ្ចឹងវាចេញ specific ទៅលើ interface ដែលយើងបាន config ដូចនៅកន្លែង slide មួយនេះអញ្ចឹងនៅពេល interface gigabit 0/0 នេះគឺយើង config IP 192.168.10.1 នេះហើយនៅលើនេះគឺយើងប្រើ IP 209.165.200.225 នេះគឺដល់ពេលដែលយើងសូអានេះមកគឺវា specific ទៅលើ interface ហ្នឹងមកឃើញអត់
nó dương này dương bạch trăm sâu running list mod down từng ông sẽ ở khơi này 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 ba phone nó dương sâu mà tại dương vô IP vì công ty tí mối bữa sân gì bây giờ chọn ban IP thế cứ dương vô mạng tại con công tơ mình làm bây giờ sâu mạng tại giống này vì mình cảm ơn sâu mạng tại tiết cho mình switch nữa dương toàn đó này con tay nâng này con tay ở cho nó mũi tiết bữa sân chia dương còn fake IP rồi có VLAN ấy trời cho mối trong công tơ để dùng ban cầm lọt VLAN đang hới dương thời tại tờ mới nó lơ server một tiết thật tá dươngធ្វើ DHCP ទៅលើកុំព្យូទ័រនឹងហើយនៅឲ្យវាបោះ IP តាម rank ដែលយើងបានកំណត់ចឹងណាហ្នឹងហើយបើយើងអត់តន់យក MAC address ផនកុំព្យូទ័រហ្នឹងហើយយើងអត់តន់ mapping មួយវាផងថាតើវា DHCP បោះ IP ទៅកាន់កុំព្យូទ័រមិនកើតអញ្ចឹងយើងត្រូវយើងឆែក network យើងត្រូវឆែកមើលថាតើ IP យើងបាន config ត្រូវនៅហើយ VLAN យើង config ហើយនៅហើយនៅលើ trunk port ហ្នឹងថាតើយើងអាចយើង add VLAN ត្រូវនៅហ្នឹងយើង verify network យើងអស់ហើយបានយើងរុញអាហ្នឹងទៅកាន់ server ឲ្យគាត់ឆែកមើលថាតើ MAC address ហ្នឹងយើងបាន config នៅលើ DHCP ហ្នឹងឲ្យវាបោះ IP ឲ្យអញ្ចឹងណាតោះអត់ហ្នឹងហើយពួកយើង config មែនប៉ុន្តែអ្វីចាក់ស្ដែងគឺយើងឲ្យ server អ្នកបោះ IP មកកាន់កុំព្យូទ័រហ្នឹងហ្នឹងហើយចឹងនេះក៏ command soul command soul របស់យើងហើយតងជាមួយនឹងយើង verify ដូចគ្នាដែរ verify or interface ចឹងនៅពេលដែលយើងប្រើ soul IP interface bridge មកគឺវា link down ប៉ុណ្ណឹងនេះ link ដូចគ្នាដែរតែតងជាមួយនឹង routing នេះអានេះយើងគ្រាន់តែយល់IP soul verify command អញ្ចឹងទៅយើង soul IP route ហ្នឹងមានន័យថាតើកុំព្យូទ័រឬក៏switch ឬក៏ router អី connect ជាមួយយើងអញ្ចឹងខ្ញុំមានតាក់ទងជាមួយនឹង code របស់វាហ្នឹងហើយអញ្ចឹងនៅពេលដែល C នេះមានន័យថានេះ directly connect interface ហ្នឹងគឺ connect ជាប់ជាមួយនឹង router អញ្ចឹងទៅហើយអក្សរ L ហ្នឹងវាតំណាងផ្សេងទៀតប៉ុន្តែគេហៅ code explanation of route code អញ្ចឹងដូចខ្ញុំប្រាប់មិញអញ្ចឹងអាហ្នឹងតែទៅមួយ routing អញ្ចឹងនៅពេលដែលយើង C ហ្នឹងមានន័យថា connecting network ជាមួយនឹង device មួយណាអញ្ចឹងហើយទាក់ទងជាមួយនឹង sorry សុំម្ដងទៀតcode ហ្នឹងសម្រាប់យើង show routing ហ្នឹងថាតើអានេះ code ហ្នឹងគឺយើងត្រូវយល់ខ្លួនឯងទៅពេលដែលយើងចូលទៅកាន់ routing យល់ code ហ្នឹងនិយាយរួមយើង
gì đúng nó bây giờ config tại tôi một static route cứ dương show IP route nó cứ việc show thà tá dương config tại tôi một static route hay nữa nó bây giờ so dương config rip routing hay nữa hay nó bây giờ dương config EIGOP route nó bởi dương khơi nhà so đi mới nên thay dương config hay vậy hay là so dương config tại tôi cho mùi năng OSPF hay nữa so bí mới nên thay dương config BGP router hay nữa thế tôi cho mùi năng P ở so L hay là so C mới nên thay dương connect device cho mùi kia chẳng cứ biết sâu chẳng này nhỉ ở lấy dương cho switch dương cho anh ấy sâu ban là nơi không router nè nâng rồi anh nói dương tiết dương vô lại thật ta câu phơi biến nó viên miền này sầm đẹp chưa còn phải ở dương vô là chẳng này nâng này chẳng mà sân giờ tiết ở việc đặt ấy là nó dương vừa tha việc đo mà máu này ok ok chẳng dương cho một căn slide dương người chẳng là đi sâu từ lơ specific từ lơ sâu interface chỉ gặp biết á chẳng dương sâu mà display static for the all interface with the show interface command chẳng nó bây giờ dương sâu và nó cứ vi đòn được chẳng dương mơ còn ai tới chẳng interface app hay protocol không biết gọi app này hay đập description này về link ta nè link ta LAN chẳng hạn nó lơ router one này chẳng ok chẳng hạnนี้ก็โดยta lơ dương sâu IP interface bridge nó đối kia chẳng ta lơ chỉ biết sâu là sâu nó hay về tranh thầm rộng máy này dừng mở hay cái tôi mùi network ít trái nó kia dùng bán xe trái này ở bây giờ dương sâu nó cứ cái này vì sao phải buồn những broadcast biết anh trái biết nè pi hạp ram buồn đó đó hello ok lại nè toàn chỗ slide lại mà nhưng tâm riêng đó ở slide gì ta chẳng mình bánh slide thì phải không nâng cái slide đi phải không rồi bà nó mình đã cậu bán tôi là IPv6 nó bờ sân chỉ dương ro ngáy cái dương
ប្រើ IPv4 IP address នោះអញ្ចឹងយើងដាក់តែ IP address មកបានហើយប៉ុន្តែបើសិនជាយើងស្ថាប័នយើងបានទិញsubnet ផង IPv6 អានឹងយើងដាក់ទៅហើយយើងមាន option ទៅកន្លែង config IPv6 នោះដែរទៅមក IPv បាទហ្នឹងហើយដូច IPv6 យើងអត់ដែរប្រើទេព្រោះរាល់ថ្ងៃគឺយើងប្រើទៅលើ IPv4 បាទស្មីតិចតិចហ្នឹងទៅគាត់ហ្នឹងទៅគេលើlại conចឹងបាទស្មីតិចអូខេអញ្ចឹងនៅ slide ហ្នឹងមានតែ20 slide ទេហើយយើងបញ្ចប់ slide ទី2ហ្នឹងនៅថ្ងៃហ្នឹងហ្មងហើយបើសិនជានរឯងគាត់អត់តន់យល់អីទេកន្លែងណាចំណុចណាទេនៅ slide ណាចាំនរឯងប្រាប់មកខ្ញុំមកហើយយើងចូលទៅកាន់ slide ម្ដងទៀតហើយដើម្បីយើងឆែកមើលហើយបើសិនជាខាង brother ឯងអត់ចង់តេស្ត lab តែអីទេនឹង brother អាចយកមេរៀនរបស់ខ្ញុំយកទៅ practice ទៅហើយដល់ពេលយើងមានចម្ងល់យើងសួរដើម្បីឲ្យគ្នាយើងបានដឹងផងហើយដល់ពេលដែល brother ឯងសួរទៅចំអ្វីដែលគាត់អត់ដឹងគាត់អាចយកហ្នឹងទៅកាន់យកទៅ practice ឲ្យបានហ្នឹងណាហ្នឹងហើយហ្នឹងហើយអូខេអញ្ចឹងយើងអនុវត្តពី slide ទី1យើងរហូតមកដល់ slide ទី2ហ្នឹងហើយបញ្ចប់ slide ទី2ហ្នឹងទៅអញ្ចឹងទៅជាមួយយើងចូលមកកាន់ slide របស់យើងកាលពីសប្តាហ៍មុនគឺយើងslide នេះគឺយើង verify ទៅលើ SOA IP interface ព្រីហ្នឹងទៅហើយទៅវា specific ទៅលើតែ interface ទេវាអត់ដូច SOA running ទេ SOA running វា SOA មកវាដាក់ទាំងអស់វាអត់ specific ទៅលើ interface ទេអានេះជា command ដែលយើងបាន SOA IP interface ព្រីហើយនេះ SOA IPv6 interface ព្រីដូចគ្នាចឹងយើងចូលមកកាន់ slide យើងអានេះកាលពីសប្តាហ៍មុនគឺយើងធ្លាប់យើងទី9ហ្នឹងទី6មែនបាទញ៉ឹងហ្នឹងហើយយើងធ្វើឲ្យស្គាល់គ្នាប៉ុន្តែអ្វីដែល scenario ដែលយើងនៅក្នុងគេគ្រាន់តែបញ្យល់យើងតាក់ទងជាមួយនឹងយើងអាស្រ័យ IP address ឬក៏ decryption នៅលើ interface ហ្នឹងទេយើងអត់ទាន់ស៊ីជម្រៅទៅដល់ដើម្បីឲ្យ router និង router communication មួយគ្នាបានទេចាបាទអញ្ចឹងអ្វីដែលយើងធ្វើគឺ follow ទៅតាម basic config ទៅលើ router អញ្ចឹងទី1គេឲ្យយើងយល់ដឹងទៅលើ interface នេះរូបហ្នឹងគេដាក់ថាយើង config ទៅលើ router ទី1នេះ R1 អញ្ចឹង R1 យើង config វាទៅលើ interface មួយណាហើយយើងដាក់ decryption ហ្នឹងគឺតម្រូវឲ្យយើងmention ថាឥឡូវយើង config ទៅលើ interface gigabit 0/1/1 នេះអញ្ចឹងគឺអា link ដែលយើងបាន config ហ្នឹងគឺវា link ទៅ R2 អញ្ចឹងមានន័យថាយើងដាក់ចំណាំហ្នឹងដើម្បីយើងងាយស្រួល manage អ្វីដែលយើងបាន config ហ្នឹងបើសិនជាយើង config ទៅលើ interface មួយហ្នឹងហើយនៅពេលដែលយើងអត់បានដាក់ decryption ទេអញ្ចឹងយើងអត់ដឹងថា interface ហ្នឹងវាទៅភ្ជាប់ជាមួយនឹង router មួយណាឬក៏ភ្ជាប់ទៅលើ switch មួយណាទេហ្នឹងហើយ
ហ្នឹងហើយអាហ្នឹង interface ព្រោះហ្នឹងហើយពីមុនក៏ខ្ញុំពីមុនខ្ញុំក៏ធ្លាប់ហ្នឹងហើយពីមុនក៏ខ្ញុំធ្លាប់យល់តែ port switch port អីហ្នឹងដល់ពេលគេនិយាយ interface ខ្ញុំក៏អត់សូវចាប់បានទេប៉ុន្តែដល់ពេលដែលយើងចូលមកកាន់អ្វីដែលយើងបាន config port ហ្នឹងគឺជា interface ហ្នឹងហើយ port switch ទាំង48 port ឬក៏ port router ហ្នឹងគេហៅ interface ហ្នឹងយេហ្នឹងហើយយេអញ្ចឹង port gigabit ហ្នឹងអាហ្នឹងសំដៅទៅលើ router ឧទាហរណ៍ថា router ជាក់ស្ដែងគឺវាមាន port អ្វីដែលយើងបានដាក់ហ្នឹងគឺវាមាន port gigabit /1/2 អាហ្នឹងតាមដែលយើងទិញតាម model យេហ្នឹងហើយហ្នឹងហើយអញ្ចឹងអាហ្នឹងគេហៅហ្នឹងហើយចឹងហ្នឹងហើយឃើញ lab ខ្ញុំហ៎ហ្នឹងហើយអានេះ lab ខ្ញុំនឹងត្រៀម config ហើយអានេះខ្ញុំនឹងចេញវីដេអូថ្ងៃណាមួយចឹងប៉ុន្តែអានេះវាធ្វើទៅវា take time អញ្ចឹងខ្ញុំត្រូវការពេលវេលាដែរអញ្ចឹងអានេះក៏ខ្ញុំប្រាប់ទៅ brother ទេទៅលើ interface ហ្នឹងនេះឥឡូវយើងបើចូលយើងដាក់តាម៉ៅនៅលើនេះមកនេះឃើញអត់អញ្ចឹង router វាខុសពី switch ដែរ router port វាគឺមានតែ3ទេណែមិន4ទេ3 gigabit 0/0/1/2ហើយតើតមួយ VLAN 1ហ្នឹងគឺវាមាន default នៅក្នុង switch និងនៅលើ router ហ្នឹងហើយហ្នឹងហើយយេហ្នឹងហើយហ្នឹងហើយហ្នឹងហើយគាត់ឲ្យយើង research ហ្នឹងហើយយេអាហ្នឹងហើយដូចគ្នាដែរនឹងថាយើងអត់ធ្លាប់បានរៀនយេហ្នឹងហើយត្រូវអញ្ចឹងអាហ្នឹងខ្ញុំនឹងត្រៀម lab ចេញថ្ងៃណាមួយហើយដូចខ្ញុំប្រាប់អញ្ចឹងបើសិនជាយើងយកម៉ៅមកដាក់នៅលើ router នេះឃើញ interface វាច្រើននេះអញ្ចឹងអា interface PON switch ហ្នឹងគឺវាជាអ្នកសម្របសម្រួល VLAN ណាទៅតាម interface ណាមួយដែលយើងបានកំណត់អញ្ចឹងទៅហើយដល់ពេលហ្នឹងហើយដល់ពេលដែលយើង connect ពី router មកកាន់ switch មកដល់ពេលដែលយើង config ទៅលើ DHCP នៅលើ router ហើយបានយើងចែក VLAN ទៅតាមអ្វីដែលយើងបានកំណត់នៅលើ router អញ្ចឹងហើយនៅលើ switch ហ្នឹងគឺយើងត្រូវតែបង្កើត VLAN ឲ្យត្រូវជាមួយនឹង router ដូចគ្នាបានវាបោះ VLAN ហ្នឹង specific ហ្នឹងមកកាន់ client ទាំងពីរនេះអញ្ចឹងហ្នឹងហើយយ៉ាបាទហ្នឹងហើយចែក VLAN បើយើងចង់ config ទៅលើ DHCP អាហ្នឹងបានយើងរៀនតទៅមុខទៀតអញ្ចឹងតែឥឡូវយើងfocus ជាមួយនឹងមេរៀនយើងតាមបណ្ដោយដើម្បីយើងដឹងពី
basic ចឹងណាវាយើងឥឡូវឧទាហរណ៍ថាយើង config inter VLAN ហើយយើងអត់ទាន់ដឹងថាពីដំបូងមិនផងអញ្ចឹងយើងទៅដល់ណាក៏យើងអាចនឹងវាអត់ដឹងថា concept ណាយើងពួកខ្ញុំយក slide ខើទៅលើcommand line ហើយ command line មួយគឺខ្ញុំយកមកហើយខ្ញុំដឹង detail ទៅលើអ្វីដែលយើងជាក់ស្ដែងទៅពេលដែលយើងធ្វើយើងមើល slide ភ្លាមយើង config ទៅលើ lab ភ្លាមអញ្ចឹងយើងអាចឆាប់យល់ជាងអញ្ចឹងណាហ្នឹងហើយហ្នឹងហើយបើយើងចង់ចាប់បានលឿនអានឹងတော့យើងអាសា practice ឬក៏អាសាមើលវាអញ្ចឹងណាអានោះយើងចាប់បានហើយហ្នឹងហើយហ្នឹងហើយតើតោហ្នឹងហើយតើតោមួយ VLAN យើងដឹងហើយថាតើ VLAN គឺយើងជាអ្នកកំណត់តាម department មួយហើយបើសិនជាយើងកំណត់ទៅលើ switch អាហ្នឹងវាមានទៅលើ interface VLAN 10ឬក៏ VLAN 20ហើយទៅលើ interface VLAN 10ហ្នឹងយើងចង់កំណត់វាទៅជាសម្រាប់ IT អញ្ចឹងយើងដាក់ description នៅក្នុងនៅពេលដែលយើង config interface VLAN 10ឬក៏ VLAN 20នឹងទៀតអញ្ចឹងអាហ្នឹងខ្ញុំនឹងបញ្យល់តកតងជាមួយនឹង inter VLAN nàyអញ្ចឹងពេល inter VLAN យើងនឹង detail ទៅលើតកតងមួយ VLAN ហ្នឹងមកថាតើវាមានមុខងារមិនខ្លះហើយវាធ្វើមិនខ្លះបាទបែងចែកទៅ VLAN មួយបានអញ្ចឹងណាហ្នឹងហើយបាទហ្នឹងហើយយើងចាប់បានបើយើងសួរអាហ្នឹងទៅដល់ពេលយើងត្រឡប់មក slide វិញធ្វើយើងភ្លេចហើយដល់ពេលយើងចង់ focus ទៅលើ VLAN អញ្ចឹងអាមេរៀនយើងនៅនេះវាភ្លេចអញ្ចឹងណាអញ្ចឹងវាហ្នឹងហើយវាទៅវិញទៅមកអញ្ចឹងដូចខ្ញុំបានប្រាប់ហ្នឹងថានេះជា router យើងវាមាន interface 3អញ្ចឹងទៅ gigabit 0/0/1 និង 0/2 ហើយនៅក្នុង router ឬក៏ switch ហ្នឹងគឺវាមាន VLAN 1ទាំងអស់រត់នៅក្នុងគ្រប់ port ទាំងអស់អញ្ចឹងនៅពេលដែលយើងឧទាហរណ៍ថាយើង build lab មួយអញ្ចឹង lab ហ្នឹងគឺយើងត្រូវតែកំណត់ថាតើ interface មួយនេះថាតើវា link ទៅឬក៏ router មួយណាដើម្បីយើងងាយស្រួលឧទាហរណ៍ថាយើងអត់ដាក់ description ទេហើយឧទាហរណ៍ថានៅជាន់ទី3ហើយយើងនៅជាន់ទី1អញ្ចឹងនៅពេលដែលយើងអត់បាន config description នៅក្នុងហ្នឹងទេដល់ពេលដែលយើងទៅរកអា switch ហ្នឹងគឺវាពិបាកអញ្ចឹងឧទាហរណ៍ថាយើងវា down នៅ interface មួយនេះinterface gigabit 0/0 នេះហើយចុច1ហើយដល់ពេលដែលយើងdown ទៅលើ interface មួយហ្នឹងហើយដល់ពេលយើងចូលឆែកទៅលើ description អត់ដឹងថាវា link ទៅណាហើយអញ្ចឹងវាធ្វើឲ្យយើងពិបាកហើយដល់ពេលដែលយើងអត់បានកំណត់ទៅលើ interface ហ្នឹងទៀតអញ្ចឹងនៅពេលដែលយើងវា down ដល់ពេលដែលយើងចង់ទៅ down ទៅ interface មួយហ្នឹងយើងអត់ដឹងថា down ទៅ interface មួយណាដល់ពេល down ចេះតែ down interface ផ្សេងទៅវាខុស VLAN វាធ្វើឲ្យ switch ហ្នឹងឬក៏ router វាអត់ដើរទេអញ្ចឹងនៅពេលដែលយើងប្រើ description វាជួយយើងបានច្រើនយើងតទៅ slide យើងទៀតអញ្ចឹង slide នេះវាទាក់ទងជាមួយនឹងយើងទៅលើ verify interface អញ្ចឹងនៅពេលដែលលើ router របស់យើងនៅពេលដែលយើងសូរ IP interface bridge នោះមានន័យថាវា specific ទៅលើ interface អញ្ចឹងនៅពេលដែលយើងសូរអាហ្នឹងមកគឺវាដាក់នេះ interface gigabit 0/0 ហើយនឹង 0/1 អញ្ចឹង interface នេះយើងមកបង្កើតហើយអញ្ចឹងយើងចូលទៅinterface ហ្នឹងគឺ port gigabit ហ្នឹងហើយពី
ពីវាសូពី yeah វាសូពី interface ដោយសារតែនេះយើងមើល slide នេះមកនេះដោយសារតែយើង config ទៅលើនេះយើងដោត2អញ្ចឹងយើង config ទៅលើ interface សងខាងនេះហ្នឹងអញ្ចឹងដល់ពេលដែលយើងសូមកវាសូចេញតែ2ហ្នឹងទេវាអត់ចេញច្រើនដូចសូ running ដល់ពេលសូ running គឺពេលដែលយើងសូមកវាមកទាំងអស់ហ្នឹងហើយអញ្ចឹងអានេះជា command verify ទៅលើ configuration ដែលយើងបាន config ថាតើវាមានត្រូវឬក៏មានខុសអីអានេះតើតើមួយ command line ខាងក្រោមនេះហើយអញ្ចឹងយើងមើល description របស់វាទៅមួយហ្នឹងទៅគឺវាបញ្ជាក់ឲ្យយើងហើយអា command 2នេះមានន័យថាវា display all interface ដែលយើងបានយើងចង់ដឹង status ថាតើអ្វីដែលយើងបាន config ហ្នឹងគឺវាត្រឹមត្រូវអត់ IP ដែលយើងបានកំណត់ទៅលើ interface ហ្នឹងហើយតើតើជាមួយនឹង IP route អីហ្នឹងអាហ្នឹងគឺយើងត្រៀមទៅត slide ក្រោយទៀតហើយអាសូ interface ហ្នឹងគឺវា list down ទៅលើ IP vSig ហ្នឹងទាំងអស់ហើយនៅពេលដែលយើងសូ IP interface ហ្នឹងគឺយើង display ទៅលើ IP static raw interface ទាំងអស់នៅលើ router អញ្ចឹងយើងចូលមកកាន់ slide របស់យើងបន្ទាប់អានេះគឺដល់ពេលដែលយើងឃើញ command line ហើយគឺវានឹងសូឲ្យយើងទាំងអស់នៅក្នុង slide របស់យើងនៅពេលដែលយើងមើល command នឹងហើយអញ្ចឹងគឺវាសូអាហ្នឹងហើយបាទអញ្ចឹងនេះវាសូ IP route អញ្ចឹងអាសូ IP route ហ្នឹងដូចខ្ញុំប្រាប់ទៅ brother ឯងអញ្ចឹងថាវាមានកូដរបស់វាហើយអាកូដហ្នឹងគឺខ្ញុំបានសូប្រាប់ brother ឯងតាំងពីអាទិត្យមុនដែរតើថាកូដ C ហ្នឹងកូដអក្សរ L ហ្នឹងថាតើកូដហ្នឹងវាមានន័យថាម៉េចកូដថាយើងភ្ជាប់ connect ពីខ្សែមួយទៅកាន់ខ្សែមួយហើយអាអក្សរ L ហ្នឹងមានន័យថា directly connect ហ្នឹងហើយអញ្ចឹងចូលមកកាន់ slide យើងទៀតហើយអានេះតើតោជាមួយនឹងយើងសូ interface ឃើញអត់ដល់ពេលដែលយើងសូ interface ឲ្យដាក់ gigabit គឺវាសូ specific ទៅលើ interface មួយហ្នឹងឯដែលយើងបានបង្កើតទេហ្នឹងហើយបើយើងអត់ specific ទៅលើអាហ្នឹងទេគឺវាឥឡូវយើងមកដែលយើងវាមកច្រើន interface អញ្ចឹង interface ហ្នឹងវាមកនេះចូលទៅ0 0 2 ហ្នឹង 0 1ឃើញវាមក interface ច្រើនណាបាទបើយើងសូឥឡូវនេះ gigabit 0 0អាហ្នឹងគឺវាសូតែ interface តែមួយឃើញអត់សូ interface វាមកទាំងអស់គ្រប់អ្វីដែលនៅលើ router ហ្នឹង port ហ្នឹងហ្នឹងហើយយើងសូឥឡូវយើងសូ IP អានោះយើងអត់បានបង្កើតទេអញ្ចឹងយើងសូ IP interface មកឃើញនេះវាសូតែ interface ដែលយើងបានហ្នឹងហើយចង់ហ្នឹងហើយដោតចូលហ្នឹងហើយអញ្ចឹងនៅលើនេះវាសូដូចគ្នាដែរអញ្ចឹង
chẳng mình chọn đăng này số IP vào số IP route គឺវាទាំងអស់នេះអញ្ចឹងវាមានកូដមួយសម្រាប់ឲ្យយើងដឹងថាតើអានេះវាអត់ទាន់មាន connectivity មួយគ្នាណាអញ្ចឹងនៅពេលអានេះវាកូដវាដាក់កូដនេះអត់មានន័យថា local ដែលយើងបាន connect local នេះ local នេះហៅបើសិនជា router នេះភ្ជាប់ជាមួយនេះគេហៅអានេះ local ហើយដល់ពេលដែលយើង router មួយទៀតភ្ជាប់ជាមួយនឹង router មួយទៀតគេហៅ connectivity នេះអក្សរ C មានន័យថា connected អក្សរ L មានន័យថានៅក្នុង local អញ្ចឹងវាដាក់ឲ្យយើងមកហើយដល់ពេលអក្សរ S គឺ static ដល់ពេលអក្សរ O មានន័យថា read M ហ្នឹងមានន័យថា mobile phone ដែរ connect ប្រាប់កូដឲ្យទៅប្រដៅលើមុនហ្នឹងដល់ពេល D ហ្នឹងមានវាស្មើ EIGRP អាហ្នឹងដល់ពេលដែលយើង connect ជាមួយនឹងអាណាទៅគឺអានេះដោយសារតែយើងអត់ទាន់ធ្វើ routing អញ្ចឹងដល់ពេលធ្វើ routing វាអត់ទាន់សូបញ្ជាក់យើងទៅលើ IP route ហ្នឹងឯងដល់ពេលយើងសូហ្នឹងគេហៅ connectivity អញ្ចឹងដល់ពេលដែលយើងចូលមក slide យើងមកហ្នឹងទៅមួយសូ IP route ដល់ពេលអានេះសូ IP route ហ្នឹងដោយសារតែអក្សរ C នេះមានន័យថាវា connected ហើយជាមួយនឹងនៅក្នុង router មួយទៀតអាហ្នឹងហើយដល់ពេលអក្សរ L មានន័យថានៅក្នុង local ក្នុង local មាន switch មានកុំព្យូទ័រអីហ្នឹងគឺ connect ចូលមកកាន់ router ទី1ហ្នឹងហើយហ្នឹងគេហៅលើ so interface gigabit ហ្នឹងឯងវាសឹងវា specific តែ interface gigabit មួយហ្នឹងទេនេះគឺមិនសូយើងទៅដល់យើងតេស្តមួយយើងតេស្តទៅហើយទៅពេលដែលយើងយក switch យើងមកបន្ទាប់មកយើងដោតជាមួយនឹងlaptop ឬក៏ desktop អីយើងសូIP route ហ្នឹងគឺវាដឹង connectivity មួយគ្នាអញ្ចឹងគេហៅ local connect ណាអញ្ចឹងអានេះវាទៅលើ IP interface gigabit ដូចគ្នាទៅលើយើង so IP interface gigabit 0.0ហ្នឹងគឺយើងមើលទៅលើ IP address ក៏យើងថាតើ interface ហ្នឹងគឺយើងបាន config ត្រូវនៅហើយនេះសម្រាប់ IPv6 អញ្ចឹងវាបានទិញទួចទេយើងអាមួយយើងប្រើ command IPv6 អាមួយប្រើ command IP អញ្ចឹងយើងតមកទៀតមកអានេះទាក់ទងជាមួយនឹង before gateway អញ្ចឹងកាលពីslide មុនគឺយើងបញ្យល់យើងទាក់ទងជាមួយនឹង gateway ហើយ gateway គឺជាច្រកផ្លូវមួយនាំយើងឲ្យស្គាល់ពីកុំព្យូទ័រមួយទៀតបាន communication មួយគ្នាបានជាមួយនឹង router ឬក៏ end device ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងមើលទៅលើរូបភាពទៅយើងយល់ហើយអញ្ចឹងនៅពេលដែលយើងបង្កើតទៅលើ interface នេះដល់ពេលយើងដាក់ 192.168.1.1 ទៅចុច 10.1 ហ្នឹងទៅនៅពេលដែលយើងassign VLAN ទៅលើ VLAN 10 ទៅលើ PC នេះហើយនៅពេលមកខាងនេះគឺយើង config ទៅលើ VLAN នេះដែរនៅពេលដែលយើងអត់ដាក់ gateway ទេគឺវាអាចឆ្លងកាត់ពី router មកកាន់ device មួយនេះបានទេតើតើយើងកំណត់ gateway មួយនៅលើ router ដើម្បីឲ្យ PC នេះអាច communication ជាមួយនឹងPC លេខ3នេះបានអញ្ចឹងនៅពេលដែលយើងមាន gateway គឺឲ្យកុំព្យូទ័រផ្សេងដែលនៅខាងទីតាំងផ្សេងគឺអាចស្គាល់គ្នាបានដោយសាររយៈតាម
រយៈ gateway អញ្ចឹងណា Yeah បាទហ្នឹងហើយបាទហ្នឹងហើយសំខាន់ទៅលើ ISP គាត់អាច provide ឲ្យយើងបានអត់អញ្ចឹងណាពេលដែលយើងសិក្សាមួយគាត់អញ្ចឹងបើយើងឥឡូវយើងទិញព្រោះរាល់ថ្ងៃគឺយើងអាចទិញISP តាម link ឲ្យប្រើ backup នឹងតែមួយបានទេព្រោះយើងត្រូវមាន internet backup ពីរឧទាហរណ៍ថា EasyCom ឬក៏ online អញ្ចឹងវាមាន primary ហើយនិង backup ឧទាហរណ៍ថា EasyCom ដាច់អញ្ចឹងត្រូវមាន backup មួយទៀត online ដើម្បីដើរព្រោះដល់ពេលដែលយើងគេកាត់ខ្សែកាត់អីយើងអត់ដឹងទេអញ្ចឹងយើងនៅក្នុងឧទាហរណ៍ថា Easy យើងមាន public IP ចាវាមាន public IP មួយប៉ុន្តែយើងអាចបង្កើតតាក់ទងជាមួយនឹង IP ឲ្យខាង ISP គេជួយយើងដើម្បីអាចឲ្យIP ISP នេះអាច ping មកកាន់នៅក្នុង local យើងស្គាល់ណាអញ្ចឹងយើងត្រូវសិក្សាមួយខាង ISP ថាតើIP ដែលយើងបង្កើតឡើងនេះ rank យើងបង្កើតឡើងនេះថាតើវាអាច communication ជាមួយនឹង ISP បានអត់បើសិនជាcommunication បានព្រោះថា ISP គឺជាអ្នក provide internet អញ្ចឹងបើពេលអត់ communication ជាមួយនឹង LAN នៅក្នុងរបស់យើងទេហើយអញ្ចឹងយើងធ្វើមិនបាន access ទៅកាន់ internet បានតន់នៅហ្នឹងហើយអាសាមញ្ញហ្នឹងហើយព្រោះថាអតិថិជនជាមួយនឹងយើងឆែកជាមួយខាង ISP ហ្នឹងអាហ្នឹងក៏ខ្ញុំអត់ធ្លាប់ work មួយខាង ISP ដែរអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំបរៀនគឺទៅតាមអ្វីដែលជាក់ស្ដែងទៅលើ slide យើងដែលបរៀនទេប៉ុន្តែអ្វីដែលយើងខាង technical នេះយើងត្រូវតែឆែកជាមួយនឹងខាង ISP ថាតើបើសិនជាខ្ញុំចង់ឲ្យ router របស់ខ្ញុំនេះអាច communication ពី LAN របស់ខ្ញុំបាននេះទាំងអស់នេះហើយខ្ញុំបែងចែក VLAN ឲ្យអស់ហើយអញ្ចឹងយើងត្រូវធ្វើមិនអញ្ចឹង ISP គេនឹង provide solution មកឲ្យយើងវិញថាយើងគួរធ្វើមិនអញ្ចឹងណាយើងខាង technical ណាអញ្ចឹងតើតើជាមួយនឹង default gateway ហ្នឹងអាហ្នឹងគេកំណត់ហ្នឹងគេកំណត់ទៅលើការហាម5តើតើជាមួយនឹង version អីចឹងទៅបើសិនជាយើង config អត់ទៅតាមអ្វីដែលយើងបានកំណត់ទៅលើ default gateway ទេគឺវាអត់ស្គាល់ទេនៅក្នុង router អញ្ចឹងណាហ្នឹងហើយអានេះវាដាក់អ្នក medium is work on correctly the version of the graphic from អ្នក version 10.3 អាហ្នឹងគឺជា version ដែលឲ្យ medium អាចតំចឹងអាហ្នឹង focus ទៅលើតែdefault gateway ដែលយើងបាន to config on IPv4 default gateway on the switch use the command នេះ IP default gateway នៅក្នុង global configuration mode នៅពេលដែលយើង config ណាចឹងអានេះយើងមាន practice ឬក៏មាន quiz ទៅតាមយើងរៀន
តាមសាលាតាមអីណាហើយអានេះគឺអញ្ចឹងគេឲ្យយើងយល់ដឹងនៅពេលដែលយើងរៀននេះយើងដឹងទៅលើ module គេខ្លះនៅពេលដែលយើង config ទៅលើ sensor setting នៅ router អញ្ចឹងទី1គេឲ្យយើងយល់ដឹងទៅលើ config device name ហើយយើងធ្វើម៉េចឲ្យ privilege exec mode យើង secure user exec mode យើង secure ហើយទៅលើ secure remote telnet ហើយនឹង SX access ហើយ secure ទៅលើ all password នៅក្នុង configuration file ហើយយើងយល់ដឹងទៅលើការ config banner mode ហើយយើងត្រូវយល់ដឹងទៅលើការ save configuration ថាតើ configuration នឹងវាប្រើ command អីគេអានេះគឺសម្រាប់ router នៅពេលដែលយើង config នៅលើ router អញ្ចឹងនៅពេលដែលយើងចង់ប្រើ no shutdown នេះអញ្ចឹងគឺវាប្រើឲ្យ interface ហ្នឹងគឺ activate ទៅ app ហើយបន្ទាប់មកយើងត្រូវប្រើទាក់ទងជាមួយនឹង show IP interface bridge នេះហើយនឹង IPv6 នេះដើម្បីមើលទៅលើ interface verify ទៅលើ interface ណាមួយដែលយើងបាន config ហើយនឹងថាតើយើង config ត្រឹមត្រូវឬអត់ហើយបន្ទាប់មកគឺយើងវាមាន command show IP route show interface show IP interface ឬក៏ show IPv6 ហ្នឹងហើយទៅលើអ្វីដែលយើងបាន config ហ្នឹងយើងយក command show ហ្នឹង show interface show IP interface bridge នេះថាតើអ្វីដែលយើងបាន config នៅលើ interface ហ្នឹងគឺត្រឹមត្រូវអត់ហើយបើយើងចង់ឲ្យ detail ព័ត៌មានទៅលើអ្វីដែលយើងបាន config ហ្នឹងទៀតគឺយើង show running configuration អញ្ចឹងដើម្បីយើងមើលទាំងអស់ហើយនៅពេលដែលយើងចង់មើលទៅលើ VLAN ដែលយើងបានបង្កើតហើយអញ្ចឹងយើង show VLAN bridge មកអញ្ចឹងរាល់អ្វីទាំងអស់គឺ command show ហ្នឹងឯងអាចជួយយើងបានច្រើនដើម្បីយើង config ទៅលើ lab មួយបើយើងអត់ប្រើ command show ទេអញ្ចឹងយើងអត់ដឹងថាការ config របស់យើងត្រូវឬខុសហ៎ដល់ពេលយើង config ហើយ PC ចាប់បាន IP ចុះមិនដោតខ្សែ network ដោតហើយអាស្រ័យ IP static ទៅលើហ្នឹងនៅតែអត់ដែរទៀតអញ្ចឹងបើយើងអត់ប្រើ command show ប្រើ command show running ឬក៏ show VLAN bridge ឬក៏ show IP interface bridge ទេអញ្ចឹងយើងអត់ដឹងថា interface ហ្នឹងយើង config ត្រឹមត្រូវឬអត់អញ្ចឹងណាហ្នឹងហើយឥឡូវឧទាហរណ៍ថាយើងអត់ទាន់បានបើក interface នឹងផងហើយដល់ពេលយើងដោតខ្សែ network ហេតុអីបានអត់ស្គាល់សោះអញ្ចឹងដល់ពេលយើង show interface show IP interface bridge នោះវា show interface នោះ up ឬក៏ down ហើយ IP ដែលយើងបាន config នោះគឺត្រឹមត្រូវអត់អានោះវាអញ្ចឹងយ៉ានេះភ្លើងតែអត់ចាប់បាន IP ទី1យើង show running មកហើយយើងមើល interface IP ហ្នឹងត្រូវអត់ឬក៏យើងប្រើ DHCP ឬក៏យើងប្រើ static ទៅលើ interface មួយហ្នឹងដល់ពេលនៅលើ router វា up មែនហើយទៅលើមើល PC វា up មែនប៉ុន្តែអ្វីដែលយើងបានកំណត់ហ្នឹង VLAN ឬក៏ IP address ហ្នឹងយើង config ត្រូវនៅហើយដល់ពេលយើង config ត្រូវហើយអស់ហើយអញ្ចឹងយើងទៅសួរខាង server ថាតើនៅលើ DHCP ហ្នឹងបាន map IP ហ្នឹងនៅលើ DHCP នៅបើអត់ទាន់ map ទេអញ្ចឹងគឺវាអត់ដើរទេ
នឹងចឹងMAC address yeah server thử ấy thử nâng này anh đang chân chân sợ dương tí muối dương chạy mưa ong tới ta nên lơ server DHCP dùng bao IP là ok và sân gì do mạng tại nó bao hai chẳng nên lơ interface có dương từ chạy mưa ha dương miền man sản VLAN nó tới tam ở vậy thì dương mạng đạn đấy chẳng chẳng là nó cho bia số này đặc biệt là dương khang dương do mạng tại nó còn computer nó do từ search nên lơ speed máu đặc biệt là dương search nó ra lớn bên ở port mùi nà và sân nhập disable toàn màn enable có bị áp này chẳng dương số hay dương mưa port na đại vì áp từ có down chẳng dương và sân nhập khơi port nâng áp ok dương do từ down port nâng tới bị áp này còn tái và sân chia khang dương ấy khang ủng trạng khang ấy giống đặc biệt là dương vì mình sơ critical inner khang ổ đít cái cháp ấy port bờ sân chia dương đá dương ba port nó được ó hay bị áp rồi còn tay nó khang bén nó có khang na cái chữ key specific ha và sân chia port nâng ở pra thế cứ dương thời disable chào mọi người chúng tôi đây kia thì phải bảo port máu bằng dưới bảo port là kia bàn nhưng mình cho ta tục cháu này tục ở bà interface cháu thôi ta nè xem ý ở đấy dương là sáng dương đặc biệt là nó port mình ăn về cái đằng thấy xe internet ban thì chẳng kia gọi đọc xe này vâng mà cùng tới cái xe internet ban mặt chẳng là nó hơi pe cái trong châu chạy mới từ lớn speed những số bà đây chẳng rồi port na cái đó là dương ẩn phá cái dương thợ đi sửa bỏ chào rồi ta kia thì khoe hàng lớn nè tóc hàng giống mày được hàng HR nè thử ở xe internet ban hay thử bao port nó rồi bao port mùi giống như nè bao port như nè mà này port nè mà này internet cái dương nè như follow ta tam mà vậy đại kia thì phải nói thơ tam kia tức gì sập mùi dương này chẳng ba port mến này ở đây cho mà switch đó nè chẳng u hò thá số IP interface rồi trong người chạy máu chẳng port na để về app nè port về app này ok cho những bà con sao port lên vào mũi nó dướng ở toàn bạn đảo thì vậy là ngày chẳng ở lấy u thò thá nhưng mình phải cho nơi interface đây vào mũi interface phải internet số start vào mũi miền ở lớp nè chấm á rồi là bây châu chấm á hay là bây trong bạc port ở phía dưới sheet port mode sao anh ấy ở mode ở xe
ở thì bờ sân thì dương config tên ở VLAN nó về xét nó bị ba này vận tải nó phải để dương châu nó không interface nó chứ còn nó nô sạch đảo nó còn nó sạch đảo nó hay là lấy nè dương dọc sai network muối là dương computer muối computer thiệt hãy dương dọc sai máu vô mà đo cho mùi nông PC mà này hay vô mà đo tạ lên vào mùi máu khi import về xong ship phón mình dương là sáng VLAN ao giờ interface nó anhจะใช้ VLAN หน้าบ้านเนาะបើសិនយើងចង់បើក port ហ្នឹងឲ្យវា app អាហ្នឹងគ្រាន់តែយើង no shutdown មកវា app ហើយនេះឥឡូវយើងចង់បិទ port ហ្នឹងវិញណាឥឡូវយើងចង់បិទ port ហ្នឹងវិញនេះយើងគឺថតថាយើង easy ហើយយើងទៅ0/6នឹងក៏ដែរហើយយើង shutdown បាទអត់ទេអា switch port ហ្នឹងគឺយើងចង់ឲ្យ VLAN ណា access មកកាន់ interface មួយហ្នឹងហ្នឹងហើយចេះឥឡូវចេះហ្នឹងហើយយ៉ាហ្នឹងហើយមែនយើងត្រូវអាសាញ switch port mode access អីណា switch port mode access ហ្នឹងគឺសំដៅឲ្យវា10ឬក៏ VLAN 20អាចចូលទៅក្នុង interface ហ្នឹងបានអាចឲ្យ PC ហ្នឹងអាចប្រើបាន VLAN 10ឬក៏ VLAN 20ដើម្បីនៅពេលដែលយើងអាសាញ switch port mode access ហើយដល់ពេលទៅយើង enter មួយមកយើង switch port access VLAN 10អញ្ចឹងណាអត់ទេចង់និយាយថាឥឡូវបើយើងឥឡូវ port ឥឡូវ port ហ្នឹង down ណាហ្នឹងឥឡូវយើងកំពុងឈរនៅ interface នេះអូខេអញ្ចឹងនៅពេលដែលខ្ញុំចង់បើក port វាអញ្ចឹងខ្ញុំ no shutdown អូខេនេះ interface នឹង app ណាហ្នឹងហើយអញ្ចឹងខ្ញុំចង់ឲ្យ interface fast ethernet 06នេះឲ្យមាន VLAN 10អញ្ចឹងខ្ញុំដាក់មក switch port mode អូខេហើយ switch port access VLAN 10អូខេដោយសារតែហេតុអីវាអត់ទាន់ស្គាល់ដោយសារនៅលើ switch នេះយើងអត់ទាន់បានបង្កើត VLAN 10ទេញ៉ាពួកយើងអាសាញតែ VLAN 10ទេបើសិនជាយើងអាសាញ VLAN 20នៅលើ interface ហ្នឹងគឺវា0/20គឺវាអត់មានជាន់ជាមួយវាអត់ដូច trunking ណា trunking អាសាញ VLAN ច្រើនបានដល់ពេល access port គឺតែមួយ VLAN នេះខ្ញុំបញ្ចូលការ slide មុនហ្នឹងហើយអូខេអត់ទេ VLAN ណាអត់ស្គាល់ទេបានតែ VLAN 1នេះដែលអត់ស្គាល់យេហ្នឹងហើយអញ្ចឹង VLAN ណាដល់អត់ស្គាល់ទេហ្នឹងហើយអញ្ចឹងអានោះមានតែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងមេរៀនយើងចប់ត្រឹមហ្នឹងហើយអញ្ចឹងយើងទៅដល់ស្អែកគឺយើង practice ទៅលើ command line ហើយ brother ឯង
ពេលធ្វើទៅលើ lab ហ្នឹងពេលអត់ឆ្ងល់ត្រង់ពេលឆ្ងល់ត្រង់ណាគឺសួរខ្ញុំភ្លាមៗមកអញ្ចឹងឥឡូវយើង build lab ខ្លួនឯងមួយទៅថាឥឡូវយើងចង់ធ្វើម៉េចឲ្យកុំព្យូទ័រមួយនេះអាចស្គាល់ទៅកាន់កុំព្យូទ័រផ្សេងដែលនៅសាយខុសគ្នាអញ្ចឹងដូចខ្ញុំដាក់ទី1 switch ទាំងសងខាងមកហើយនឹងដាក់កុំព្យូទ័រមកដូចខ្ញុំធ្វើ lab ហើយខ្ញុំtest browser ឯងនោះពេលដែលយើងដាក់ assign VLAN 1ហើយគ្រប់ port ដល់ពេលដែលយើង assign IP មកគឺវា ping ស្គាល់គ្នាអញ្ចឹងណាហើយយើងធ្វើតែអញ្ចឹងទៅហ្នឹងហើយបញ្ចូលប្រាប់ខ្ញុំមួយថានៅពេលដែលយើងឈរនៅ user exec mode ហ្នឹងនៅកន្លែងណាពេលដែលយើងចូល privilege mode ហ្នឹងវាចូលត្រង់ណាដល់ពេលយើងចូល global configuration mode ហ្នឹងចូលត្រង់ណាហើយដល់ពេលដែលយើងចូល sub configuration mode ហ្នឹងចូលត្រង់ណាហើយដល់ពេលដែលយើង config line console ឬក៏ line video device ត្រង់ណាហើយប្រាប់ខ្ញុំបើតត្រង់ណាសួរខ្ញុំហើយខ្ញុំប្រាប់ទៅវិញឲ្យយើងឆាប់ចាំអញ្ចឹងណាអូខេយ៉ាអញ្ចឹងមេរៀនយើងចប់ត្រឹមហ្នឹងហើយអញ្ចឹងយើងស្អែកចាំយើងតទៀតអូខេបាទហ្នឹងហើយយើងសាកខ្លួនឯងបាទអរគុណច្រើន